អាឡូនោះលេខ110មែនទេសមត្ថកិច្ចខ្ញុំចង់ប្តឹងរឿងក្តីធំមួយសម្លេងរបស់ខ្ញុំពិតជាខ្លាំងណាស់វាបានបន្លឺឡើងពេញទាំងស្នាក់ការកណ្ដាលតែម្ដងអ្នកដែលកំពុងតម្រង់ជួរនិងបុគ្គលិកនៅទីនោះនាំគ្នាភាំងហើយងាកមកមើលខ្ញុំដោយការងឿងឆ្ងល់ខ្ញុំកំពុងនៅទីស្នាក់ការក្រុងជីងស៊ឺខ្ញុំជានិស្សិតអត់ការងារធ្វើទើបត្រឡប់មកស្រុកកំណើតប្រព័ន្ធទិន្នន័យបានបង្ហាញថាខ្ញុំមានឈ្មោះជាម្ចាស់កសិដ្ឋានធម្មជាតិលីយីងមួយកន្លែងកសិដ្ឋានមួយនេះទើបតែទទួលបានប្រាក់ឧបត្ថម្ភសរុបចំនួនដល់ទៅ15លានទ្រព្យសម្បត្តិរហូតដល់15លាននេះពិតជារឿងក្តីដ៏ធំសម្បើមមែនអ្នកទទួលទូរស័ព្ទខាងនោះក៏បដូរទឹកដមសម្លេងជាមើងម៉ាត់ភ្លាមសូមបន្តតែប្រាក់ឧបត្ថម្ភរាប់លានរបស់លោកវាយ៉ាងម៉េចលោកប៉ូលីសពួកគេលួចលុយឧបត្ថម្ភដ៏ច្រើនសន្ធឹករបស់ខ្ញុំ15លានឯណោះណាសូមអ្នកឆាប់ចេញមកជួយអន្តរាគមន៍ពួកគេប្រកាសជាបំបីលុយនេះភាពសង្វូជីវិតនឹងហើយឆ្លើយតបយ៉ាងរហ័សសូមរក្សាភាពស្ងប់ស្ងាត់ហើយការពារភស្តុតាងនៅកន្លែងកើតហេតុឲ្យបានដំណឹងទៅប៉ុស្តិ៍ប៉ូលីសក្នុងតំបន់នាទីទៀតនឹងទៅដល់អ្នកគ្រប់គ្រងវាងឈរនៅក្រោយបញ្ចុះភាំងអស់5វិនាទីទើបដឹងខ្លួនវិញឯងមកឈួតអីនៅទីនេះនឹងចង់មករករឿងទារលុយមែនទេមនុស្សក្រតោកយ៉ាក់ដូចឯងនេះបានលុយ15លានខ្ញុំក៏លូកដៃទៅទាញយកវិក័យប័ត្រ2ដុំតែគាត់ទើបតែប្រថាប់ត្រាថ្មីនេះចេញពីហោប៉ៅអ្នកគ្រប់គ្រងវាងនិយាយស្ដីត្រូវប្រយ័ត្នមាត់ផងខ្ញុំពិតជាក្រគ្មានលុយជាប់ខ្លួនមួយរៀលមែនតែ10នាទីមុននេះវិក័យប័ត្រដែលអ្នកឯងទើបតែប្រថាប់ត្រាអំបញ្ញមិញគឺមានសរសេរអក្សរខ្មៅលើក្រដាសយ៉ាងច្បាស់ថាស្ថានរបស់ខ្ញុំបានទទួលប្រាក់ឧបត្ថម្ភចំនួន15លានយ៉ាងខុសប្រក្រតីនេះបញ្ជាក់ថា10នាទីមុនក្នុងកណ្ដីក្រុមហ៊ុនដែលដាក់ឈ្មោះខ្ញុំពិតជាមានលុយដ៏ច្រើនសន្ធឹកនេះមែនតែពេលនេះក្នុងកណ្ដីគឺទេស្អាតចុះលុយ15លាននេះបើមិនមែនពួកឯងជាអ្នកលួចតើជានរណាគាត់សម្លឹងមើលវិក័យប័ត្រដែលមានប្រថាប់ត្រារបស់ខ្លួនឯងគាត់ចាប់ផ្ដើមភ័យស្លន់ស្លោះហើយប៉ូលីសមកដល់លឿនជាងការគិតរបស់ខ្ញុំទៅទៀតរឿងបាត់លុយ15លានគឺជារឿងក្តីធំសម្បើមណាស់អ្នកដែលដឹកនាំក្រុមមកគឺមានកែវដ៏មុតស្រួចគាត់ជាប្រធានសន្តិសុខវ័យកណ្ដាលជំហានចូលមកកណ្ដាលស្នាក់ការនរណាជាអ្នកប្តឹងតើលុយ15លានបាត់នៅទីណាអ្នកគ្រប់គ្រងវាងបែកញើសជុកក្បាលប្រញាប់រត់ទៅទទួលភ្លាមប្រធានហ្វឺងយកច្រឡំទេជាការយកច្រឡំមែនលោកកុំទៅស្ដាប់អាឆ្កួតនេះប្តឹងផ្ដោតផ្ដេសផ្ដាស់មួយនេះវាមានបញ្ហាខួរក្បាលទេវាគ្រាន់តែជានិស្សិតក្រីក្រដែលសំបីបាយក៏គ្មានលុយទិញញ៉ាំផងក្នុងកាត់វាគ្មានសល់លុយ1រៀលទេប្រធានហ្វឺងការប្តឹងរីកាខ្លាំងៗត្រូវចាប់ឃុំខ្លួនណាលោកឆាប់ចាប់វាទៅប្រធានហ្វឺងមិនខ្វល់ពីគាត់ទេហើយក៏ងាកមកមើលខ្ញុំគឺឯងជាអ្នកប្តឹងមែនទេឯងថាឯងបាត់លុយឧបត្ថម្ភភស្តុតាង15លានមែនទេបាទគឺខ្ញុំនេះហើយខ្ញុំឈ្មោះឆឹងយៀនជានិស្សិតទើបត្រឡប់មកស្រុកវិញថ្ងៃនេះខ្ញុំមកបំពេញការងារប្រព័ន្ធបានបង្ហាញខ្ញុំជាតំណាងស្រុកច្បាប់កັບភិហ៊ុន100នៃស្ថានធម្មជាតិលីយីហើយមានប្រាក់ឧបត្ថម្ភ15លានផ្ទេរចូលកណ្ដីខ្ញុំតែពេលនេះលុយនោះបានបាត់ទៅវិញហើយប្រធានហ្វឺងជ្រួញចិញ្ចើមឯងយកអីមកបញ្ជាក់ថាលុយនេះពិតជាធ្លាប់មានមែននោះត្រូវហើយឯងយកអីមកបញ្ជាក់ទោះក្នុងប្រព័ន្ធសរសេរថាមាន100លានពេលឯងដើរចូលមកទីនេះគឺឯងមានតែខ្លួនទេតើខ្ញុំមើលឃើញយ៉ាងច្បាស់នឹងណាខ្ញុំសម្លឹងមើលទៅគាត់លោកប្រកាសចិត្តទេនេះគឺជាភស្តុតាងរបស់ខ្ញុំក៏ហុចវិក័យប័ត្រទាំងពីរនោះទៅនេះគឺជាលិខិតបញ្ជាក់សហគ្រាសនិងសេចក្តីសម្រេចពិន័យវាជាឯកសារកាលពីកន្លះម៉ោងមុនដែលខ្ញុំទើបតែបង់ប្រាក់ពិន័យហើយអ្នកគ្រប់គ្រងវាងនេះជាអ្នកចេញលិខិតបញ្ជាក់ជាផ្លូវការនេះឲ្យខ្ញុំផ្ទាល់ដៃតែម្ដងខ្ញុំពិតជាគ្មានលុយជាប់ខ្លួនមែនប៉ុន្តែវិក័យប័ត្រដែលមានប្រថាប់ត្រាពណ៌ក្រហមនេះបានបញ្ជាក់យ៉ាងច្បាស់ថាថ្ងៃនេះកសិដ្ឋានខ្ញុំពិតជាទទួលបានប្រាក់ឧបត្ថម្ភ15លានមែនលុយដ៏ច្រើនសន្ធឹកនេះត្រូវបានគេលួចបង្វែរចេញយ៉ាងមានចេតនាចាប់ផ្ដើមបែកញើសត្រជាក់ស្រាក់ភ្លាមតែគាត់នឹកស្មានមិនដល់សោះថាខ្ញុំហ៊ានយកវិក័យប័ត្រពិន័យនេះមកធ្វើជាភស្តុតាងធានហ្វឺងវាលេខមើលវិក័យប័ត្រនោះកែវភ្នែករបស់គាត់ប្រែជាមុតស្រួយភ្លាមយកទៅប៉ុស្តិ៍ដើម្បីស៊ើបអង្កេតកន្លះម៉ោងក្រោយមកនៅបន្ទប់ទិន្នន័យនៃប៉ុស្តិ៍ប៉ូលីសស៊ើបដឹងច្បាស់ហើយកាន់នីសាធារណៈរបស់កសិដ្ឋានលីយីងក្រោយពេលលុយធ្លាក់ចូលភ្លាមគឺត្រូវបានគេផ្ទេរចេញជាច្រើនដងយ៉ាងរហ័សផ្ទេរចូលទៅក្រុមហ៊ុនម៉ៅកាសំណក្រៅមួយម្ចាស់គ្រប់គ្រងពិតប្រាកដនៃក្រុមហ៊ុននោះឈ្មោះលីវវ៉ាន់សានគឺជាមេភូមិរបស់យើងគាត់ក៏ជាមនុស្សមានអំណាចម្នាក់ប្រចាំក្រុងនេះដែរប្រធានហ្វឺងសម្លឹងមើលមកខ្ញុំទាំងជ្រួញចិញ្ចាមឆឹងយៀននេះមិនមែនជារឿងលួចអត្តសញ្ញាណធម្មតាទេលីវវ៉ាន់សានប្រើឈ្មោះឯងជាតំណាងស្រុកច្បាប់កើតកសិដ្ឋានคล้ายៗដើម្បីលួចយកប្រាក់ឧបត្ថម្ភ15លាននេះប្រសិនបើស៊ើបដឹងការពិតមែននេះគឺជាបទល្មើសសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរខ្ញុំសម្លឹងមើលប្រធានហ្វឺងនេះបញ្ជាក់ថាលុយ15លាននេះពិតជាមានមែនទ្រព្យសម្បត្តិរាប់លានរបស់កសិដ្ឋានក៏ពិតជាមានមែនខ្ញុំគូសលើសេចក្តីសម្រេចពិន័យនៅលើតុនោះនិងលិខិតបញ្ជាក់តំណាងស្រុកប្រធានហ្វឺងខ្ញុំបានយកផ្ទះនៅស្រុកទៅបញ្ចាំដើម្បីបង់ប្រាក់ពិន័យ300000ខាងស្នាក់ការក៏បានចេញលិខិតបញ្ជាក់ឲ្យខ្ញុំប្រថាប់ត្រាតាមផ្លូវច្បាប់កសិដ្ឋានមួយនេះពេលនេះតើជារបស់ខ្ញុំឆឹងយៀនដែរទេគិតមួយសន្ទុះគាត់មើលលិខិតបញ្ជាក់ដែលមានអក្សរខ្មៅលើក្រដាសក៏មកក្បាលមែនហើយគឺជាតំណាងស្រុកច្បាប់តែម្នាក់គត់ដែលកាន់កាប់ភិហ៊ុន100តាមផ្លូវច្បាប់កសិដ្ឋានលីយីងគឺជារបស់ឯងទាំងស្រុងអញ្ចឹងល្អហើយខ្ញុំប្រមូលឯកសារទុករួចក្រោកឈរឡើងដោយខ្ញុំត្រូវគេលួចបាត់ហើយសមត្ថកិច្ចមានភារកិច្ចតាមចាប់ចោលប៉ុន្តែស្ថានខ្ញុំនៅទីនេះនៅឡើយពេលនេះខ្ញុំត្រូវទៅគ្រប់គ្រងទ្រព្យសម្បត្តិរបស់ខ្ញុំវិញហើយចេញពីប៉ុស្តិ៍ប៉ូលីសខ្ញុំមិនបានត្រឡប់ទៅភូមិវិញទេខ្ញុំបានហៅឡានឈ្នួលជីតម្រង់ទៅស្ថានធម្មជាតិលីយីងតែម្ដងដីនេះមានទំហំរាប់ពាន់ហិកតាល្វើយមើលមិនដឹងកោះត្រង់កញ្ចក់បណ្ដុះកូនរុក្ខជាតិរៀបចំយ៉ាងមានសណ្ដាប់រួមទាំងប្រព័ន្ធស្រោចស្រពមានចតគ្រឿងចក្រកសិកម្មនាំចូលថ្មីជាច្រើនគ្រឿងគួរឲ្យរំពឹងទុកមែននេះគឺជាធនធានដ៏មហាសាលដែលលីវវ៉ាន់សានឈ្មោះខ្ញុំបង្កើតឡើងទ្វាររកស្ថានបិទយ៉ាងជិតនៅមាត់ទ្វារមានប៉ុស្តិ៍សន្តិសុខមានសន្តិសុខមាត្រធំ2នាក់កំពុងជួបបារីនៅខាងក្រៅទ្វារមាននារីវ័យក្មេងម្នាក់ពាក់វ៉ែនតាដងខ្មៅកំពុងឈរនៅទីនោះឯកលើអីមិនឲ្យខ្ញុំចូលសម្លេងរបស់នាងគឺពោពេញដោយកំហឹងខ្ញុំជាអ្នកប្រឹក្សាបច្ចេកទេសដែលពួកលោកជួលមកឧបករណ៍ស្រាវជ្រាវនិងឧបករណ៍ត្រួតពិនិត្យរបស់ខ្ញុំនៅក្នុងនោះទាំងអស់ពួកលោកជំពាក់ថ្លៃសេវាបច្ចេកទេសខ្ញុំកន្លះឆ្នាំហើយឥឡូវសូម្បីតែវ៉ាន់ក៏មិនឲ្យខ្ញុំចូលយកដែរអ្នកបច្ចេកទេសចាំងកុំធ្វើឲ្យពួកខ្ញុំពិបាកអីលោកប្រធានលីវបានបញ្ជាមកថាកសិដ្ឋានត្រូវផ្អាកដំណើរការមួយមិនឲ្យអ្នកណាចូលនោះទេចំណែករឿងលុយរបស់អ្នកទៅទារពីលោកប្រធានលីវនៅទីនេះក៏គ្មានប្រយោជន៍ដែរគាត់មិនយល់ពីកសិកម្មតតែសោះគាត់គ្រាន់តែប្រើដីនេះដើម្បីបោកយកប្រាក់ឧបត្ថម្ភប៉ុណ្ណោះរោងបណ្ដុះកូនរុក្ខជាតិដ៏ទំនើបនៅខាងក្នុងសុទ្ធតែចោលអស់ចិត្តចាក់ច្រៃអស់ហើយខ្ញុំឈរស្ដាប់ពីចម្ងាយយល់សាច់រឿងអស់ហើយនាងឈ្មោះចាំងឈីងហឺគឺជាអ្នកជំនាញដែលលីវវ៉ាន់សានបោកឲ្យមកធ្វើឯកសារបច្ចេកទេសគ្មានហត្ថលេខាពីអ្នកជំនាញបច្ចេកទេសទេកសិដ្ឋានខ្មោចរបស់លីវវ៉ាន់សាននេះកាត់ការត្រួតពិនិត្យយកប្រាក់ឧបត្ថម្ភបានឡើយពេលនេះលុយធ្លាក់ចូលដៃហើយលីវវ៉ាន់សានក៏រៀបចំធាក់ទុកចោលតែម្ដងខ្ញុំក៏ដើរចូលទៅសន្តិសុខឃើញខ្ញុំក៏ធ្វើមុខកាច់ដាក់មកធ្វើអីនឹងថ្ងៃនេះកសិដ្ឋានមិនទទួលភ្ញៀវទេឆាប់ថយចេញទៅក
ុំមកញ៉ៃញ៉ៃនៅទីនេះខ្ញុំមិនខ្វល់ពីវាទេខ្ញុំងាកទៅមើលចាំងឈីងហ៊ឺអ្នកនាងចេះបច្ចេកទេសហើយចេះបញ្ជាឧបករណ៍នៅខាងក្នុងប៊ីក្មេងតូចសន្យាថាឈប់ញ៉ាំទៀតទេណាកន្លោយើងណាអត់សមគ្នាអើឃើញអត់ថាកុំឲ្យហៅស៊ីច្រើនពេកឥឡូវគេទៅចោលបាត់នេះយ៉ាសកាញ៉ាំអីកុំឆាប់ដែរប្រើដោយទំនុកចិត្តជាមួយយ៉ាសកា Body Shell ជាវីតាមីនសម្រកសំឡាងពីក្របធញ្ញជាតិមានប្រសិទ្ធភាពទឹកខ្លាញ់មួយទួលខ្លួនស្រកពីលោបានលឿនរាងស្អាតដោយសុវត្ថិភាពយើងត្រូវគ្នាវិញបានអត់គីឡូយើងអត់ត្រូវគ្នាបាយប្រើដោយទំនុកចិត្តជាមួយយ៉ាសកា Body Shell ជាវីតាមីនសម្រកសំឡាងពីក្របធញ្ញជាតិមានប្រសិទ្ធភាពដុតខ្លាញ់មួយទួលខ្លួនស្រកគីឡូបានលឿនរាងស្អាតដោយសុវត្ថិភាពជាមួយផលិតផលស្តង់ដារមកពីប្រទេសបារាំងក្នុងមែនទេចាំងឈីងហ៊ឺភាំងបន្តិចសម្លឹងមើលឲ្យដែលខ្ញុំស្លៀកស្លេកពណ៌អស់ទៅហើយចេះតើខ្ញុំជាអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យកសិកម្មប្រព័ន្ធទាំងអស់នៅទីនេះគឺខ្ញុំជាអ្នករៀបចំឡើងតែលោកសួររឿងនេះធ្វើអ្វីចង់យកឧបករណ៍មកវិញហើយចង់បានប្រាក់ខែដែលគេជំពាក់មែនទេសួរឈួតចាំងឈីងហ៊ឺខំថ្មិញនិយាយប៉ុន្តែខ្ញុំចូលមិនរួចទេកូនចៅរបស់លីវវ៉ាន់សានបានកាន់កាប់ទីនេះអស់ហើយគេកាន់កាប់មិនបានទេខ្ញុំដើរទៅមុខប៉ុស្តិ៍សន្តិសុខក៏ក្រោកឈរឡើងដៃកាន់ដំបងកៅស៊ូយ៉ាងណែនយ៉ាងម៉េចចង់មករករឿងមែនទេខ្ញុំក៏លូកដៃចូលទៅក្នុងហោប៉ៅអោទាញយកលិខិតបញ្ជាក់តំណាងស្របច្បាប់ដែលមានប្រថាប់ត្រាពណ៌ក្រហមហើយបិទទៅលើកញ្ចក់ប៉ុស្តិ៍សន្តិសុខតែម្ដងបើកភ្នែកឲ្យធំហើយមើលឲ្យច្បាស់ខ្ញុំសម្លឹងមើលទៅពួកគេនិយាយមួយម៉ាត់ម្ដងឈ្មោះសហគ្រាសកសិដ្ឋានធម្មជាតិលីយីងតំណាងស្របច្បាប់ឈឹងយៀនខ្ញុំនេះហើយគឺឈឹងយៀនស្ថានគ្រប់ទឹកគ្រប់ផឹងនៅទីនេះឧបករណ៍គ្រប់គ្រឿងទាំងអស់តាមផ្លូវច្បាប់សុទ្ធតែជារបស់ខ្ញុំសន្តិសុខទាំងពីរអ្នកទាំងស្ដុបពួកគេក្រហមនឹងឈ្មោះយ៉ាងច្បាស់ទឹកមុខក៏ប្រែពណ៌ភ្លាមមួយរំពេចលោកជាតំណាងស្របច្បាប់នឹងហោះសន្តិសុខម្នាក់លន់មាត់សួរពិតមាត់ខ្ញុំសម្លឹងមើលគេយ៉ាងត្រជាក់ទៅបើកទ្វារហើយកែរបស់ពួកឯងគឺលីវវ៉ាន់សានកំពុងជាប់ចោទពីប្រកេងប្រវ័ញ្ចប្រាក់ឧបត្ថម្ភប្រប្លៀងហើយត្រូវប៉ូលីសចាត់ការស៊ើបអង្កេតរួចរាល់ហើយចាប់ពីពេលនេះទៅកសិដ្ឋានលីយីងខ្ញុំជាអ្នកគ្រប់គ្រងខ្ញុំងាកទៅមើលចាំងឈីងហ៊ឺដែលកំពុងឈរភ្លឹកឧបករណ៍នាងជាអ្នកគ្រប់គ្រងបច្ចេកទេសនាងជាអ្នកចាត់ការស្អែកចាប់ផ្ដើមបើកដំណើរការកសិដ្ឋានវិញប្រាក់ខែដែលគេជំពាក់ខ្ញុំនឹងបើកឲ្យទ្វេដងលោកនិយាយលេងទេដឹងលីវវ៉ាន់សានគឺជាមនុស្សមានឥទ្ធិពលណាស់ណាលោកហ៊ានទៅដណ្ដើមឆ្នាំងបាយគាត់ចាំងឈីងហ៊ឺសម្លឹងមើលខ្ញុំទាំងភ្ញាក់ផ្អើលមិនមែនដណ្ដើមទេខ្ញុំកែតម្រូវនាងគឺយករបស់ដែលជារបស់ខ្ញុំមកវិញដែរពីចម្ងាយលាន់នៅសម្លេងជន់ហ្វ្រាំងយ៉ាងសន្ធឹកឡាន Land Rover ពណ៌ខ្មៅមួយគ្រឿងបានមកឈប់នៅមុខទ្វាររដ្ឋស្ថានទ្វារឡានរបឹកឡើងបរិះវ័យកណ្ដាលរៀងធាត់ម្នាក់ឃ្លៀកគៀបកាបូបស្បែកបានដើរចុះមកគឺលីវវ៉ាន់សានគាត់សម្លឹងមើលមកខ្ញុំក៏ងាកទៅមើលក្រដាសដែលបិទលើកញ្ចក់កែវភ្នែករបស់គាត់កាច់សាហាវចង់ស៊ីសាច់ហុតឈាមឯងនេះពូកែគ្រាន់បើនឹងយកលុយ350000ទៅបង់ប្រាក់ពីណៃស្មានថាកសិដ្ឋាននេះខ្លាយជារបស់ឯងមែនទេខ្ញុំសម្លឹងចំកែវភ្នែកគាត់ដោយត្រង់មិនថយក្រោយសំបីមួយជំហានតាមផ្លូវច្បាប់ទីនេះគឺជារបស់ខ្ញុំហេនៅទីនេះសម្ដីអញទៅជាច្បាប់អង្គរៈទាំង4នាក់របស់គាត់បានចុះពីឡានដើរមករកខ្ញុំដោយទឹកមុខកាច់សាហាវបរិយាកាសក៏ប្រែជាតានតឹងភ្លាមចាំងឈីងហ៊ឺភ័យដកថយក្រោយមួយជំហានដោយមិនដឹងខ្លួនខ្ញុំឈរនៅស្ងៀមប្រឈមមុខនឹងកែវភ្នែករបស់លីវវ៉ាន់សានដាក់ក្នុងហោប៉ៅចុចប៊ូតុងថតសម្លេងក្នុងទូរស័ព្ទលោកប្រធានលីវច្បាប់វិន័យមិនមែនលោកជាអ្នកកំណត់ទេឥឡូវនេះនាំមនុស្សរបស់លោកចេញពីស្ថានខ្ញុំទៅលីវវ៉ាន់សានសម្លឹងមុខខ្ញុំយ៉ាងស្អប់ខ្ពើមអង្គរៈទាំង4នាក់នោះក្តាប់ដៃណែនត្រៀមខ្លួនរួចជាស្រេចស្របពេលនោះដែរទូរស័ព្ទរបស់លីវវ៉ាន់សានក៏រោទឡើងក្នុងបរិវេណដ៏ស្ងាត់ជ្រុងនេះសម្លេងរត់ពិតជារំខានត្រជាក់ណាស់គាត់លើកទូរស័ព្ទនិយាយស្ដាប់បានពី3ម៉ាត់ទឹកមុខក៏ប្រែពណ៌ភ្លាមគឺជាទូរស័ព្ទរបស់អ្នកគ្រប់គ្រងវ៉ាងខលមកតាប្រាប់គាត់ថាប៉ុស្តិ៍ប៉ូលីសបានទទួលពាក្យបណ្ដឹងហើយប្រតិបត្តិការសាច់ប្រាក់ក្នុងប្រព័ន្ធទិន្នន័យត្រូវប៉ូលីសផ្អាកដំណើរការទាំងអស់ហើយលីវវ៉ាន់សានទម្លាក់ទូរស័ព្ទចុះហើយសម្លឹងមកខ្ញុំយ៉ាងយូរគាត់ដឹងច្បាស់ថាបើប្រើហិង្សាពេលនេះរឿងនឹងកាន់តែធំមិនខានឆឹងយាឯងមានពូជហ៊ានយកលុយបញ្ចាំជីវិតទៅបង់ប្រាក់ពីណៃគំនុំមួយនេះយើងចាំគិតគ្នាពេលក្រោយគាត់បកដៃហើយកូនចៅឡើងឡាន Land Rover ក៏បញ្ឆេះម៉ាស៊ីនថយក្រោយហុយធូលីដេត្រឡូមរួចក៏បើកបាត់ទៅតាមដងផ្លូវជាតិខ្ញុំឈរនៅស្ងៀមត្រង់នោះបែកញើសបាត់ដៃជោគអស់ហើយប៉ុន្តែខ្ញុំបានឈ្នះក្នុងទឹកទី1ចាំងឈីងហ៊ឺរុញវ៉ែនតាដងខ្មៅរបស់នាងរួចដើរចូលមកលោកឈួតហើយមែនទេលោកត្រឹមជានិស្សិតក្រីក្រទើបបញ្ចប់ការសិក្សាលោកហ៊ានប្រឆាំងនឹងលីវវ៉ាន់សានផងគាត់ចាក់ឫសនៅទីក្រុងឈីងស៊ឺនេះជាង10ឆ្នាំហើយគាត់មានទាំងខ្មៅទាំងខ្ញុំសំបីបាយក៏គ្មានញ៉ាំទៅហើយនៅខ្លាចរឿងអីទៀតគាត់លួចលុយខ្ញុំ15លានខ្ញុំមិនបានយកជីវិតគាត់ចាត់ទុកថាគោរពច្បាប់ណាស់ទៅហើយខ្ញុំចង្អុលទៅទ្វាររដ្ឋស្ថានដែលបិទជិតនោះឧបករណ៍នៅខាងក្នុងនោះអ្នកនាងប្រកាសទេថាអាចបញ្ជាបានណាស់ចាំងឈីងហ៊ឺងើបចង្កាឡើងជាមួយនឹងភាពជឿជាក់ក្នុងនាមជាអ្នកស្រាវជ្រាវនេះគឺជាប្រព័ន្ធកសិកម្មឆ្លាតវៃដែលខ្ញុំរៀបចំដោយផ្ទាល់តែមានសិទ្ធិចូលបញ្ជាខ្ញុំអាចប្រើទូរស័ព្ទដើម្បីគ្រប់គ្រងសីតុណ្ហភាពនៅគ្រប់រោងកញ្ចក់សំណើមនិងប្រព័ន្ធកាមេរ៉ាប្រកាសជាមិនព្រមបញ្ឈប់ត្រឹមនេះទេបើប្រើកម្លាំងបាយមិនបានគាត់ច្បាស់ជារកខ្ញុំដើម្បីចរចាជាសម្ដីគៀបសង្កត់ឲ្យខ្ញុំប្រកល់សិទ្ធិឲ្យគាត់វិញមានម៉ាស៊ីនថតសម្លេងខ្នាតតូចទេដែលអាចលាក់ជាប់ខ្លួនមិនឲ្យគេឆែកឃើញនោះភាំងបន្តិចរួចក៏យល់ពីអត្ថន័យរបស់ខ្ញុំនាងលូកដៃចូលទៅក្នុងកាបូបស្ពានយករ៉ាប់ថតសម្លេងតូចពណ៌ខ្មៅមួយចេញមក
នេះគឺជា layout ថតសំឡេងសម្រាប់ប្រើក្នុងការចុះស្រាវជ្រាវបញ្ចេញរោគសញ្ញាអ្វីទេវាផ្ទុកទិន្នន័យច្បាស់ល្អណាស់ម៉ាស៊ីន scan ក៏រកមិនឃើញដែរថតទុក24ម៉ោងក៏គ្មានបញ្ហាអ្វីដែរនាងហុច layout ពណ៌ខ្មៅនោះមកឲ្យខ្ញុំលោកពិតជាចង់ទៅមែនបើមិនទៅតើធ្វើម៉េចអាចយកភស្តុតាងដើម្បីចង់ពួកគេបានទៅខ្ញុំទទួលយក layout នោះមករួចដោះដូរជាមួយ layout ខាងលើគេបង្អស់របស់ខ្ញុំស៊ីគ្នាឥតខ្ចោះតែម្ដងល្ងាចថ្ងៃនោះខ្ញុំក៏ត្រឡប់មកដល់ផ្ទះចាស់ដ៏កំសត់របស់ខ្ញុំដោយសារតែយកផ្ទះនេះទៅបញ្ចាំខ្ញុំចិត្តនឹងបាត់បង់សិទ្ធិរស់នៅទីនេះទៅហើយពេលមេឃទើបតែងឹតឡានអឌីពណ៌ខ្មៅមួយគ្រឿងបានមកឈប់នៅមុខទ្វារផ្ទះនៅមាត់ទ្វារបរិះមាសធំ2នាក់ស្លៀកឈុតខ្មៅបានរុញទ្វាររបងឈើដើរចូលមកថៅកែឈឹងបរិះមាសធំដែលដើរមកគេនិយាយដោយសម្ដីការចំអកលោកប្រធានលីវនិងថៅកែជីនអញ្ជើញលោកទៅផឹកតែនៅទីក្រុងសូមចុចខាងក្រោមដើម្បីទស្សនាភាពពេញប៊ីមិនតូចសន្យាថាឈប់ញ៉ាំទៀតទេណាកន្លោយើងណាអត់សមគ្នាអូនឃើញអត់ថាកុំឲ្យហៅស៊ីច្រើនពេកឥឡូវគេទៅចោលបាត់ នេះយ៉ាសកាញ៉ាំអីកុំឆាប់ដែរ ប្រើដោយទំនុកចិត្តជាមួយយ៉ាសកា Body Shade ជាវីតាមីនសម្រកសំឡើងពីក្របធន់ជាតិមានប្រសិទ្ធភាពដុតខ្លាញ់មួយតួខ្លួនស្រកគីឡូបានលឿនរាងស្អាតដោយសុវត្ថិភាពយើងត្រូវគ្នាវិញបានអត់ គីឡូយើងអត់ត្រូវគ្នាបាយប្រើដោយទំនុកចិត្តជាមួយយ៉ាសកា Body Shade ជាវីតាមីនសម្រកសំឡើងពីក្របធន់ជាតិមានប្រសិទ្ធភាពដុតខ្លាញ់មួយតួខ្លួនស្រកគីឡូបានលឿនរាងស្អាតដោយសុវត្ថិភាពជាមួយផលិតផលស្តង់ដារមកពីប្រទេសបារាំង